ថ្ងៃនេះក៏យើងមាន pick ឱកាសអំពីអារម្មណ៍ឬក៏ការគិតរបស់ក្រាស់របស់អ្នកទាំងគ្នាតើគេមានអារម្មណ៍បែបណាចំពោះអ្នកទាំងគ្នាហើយគេគិតថាអ្នកទាំងគ្នាគឺជាមនុស្សបែបណាអញ្ចឹងគឺយើងមាន3ក្រុមឲ្យអ្នកទាំងគ្នាជ្រើសរើសហើយក្រុមនីមួយៗគឺតំណាងឲ្យឆ្មាដ៏ខ្ជិលខ្ជូតដែរបញ្ជាក់គឺជ្រើសរើសបានតែមួយក្រុមទេសម្រាប់អ្នកដែលទស្សនាវីដេអូនេះតាមរយៈ YouTube គឺគាត់អាចអូសទៅតាមនីតិរបស់ក្រុមនីមួយៗបានហើយបើសិនជាអ្នកទាំងគ្នាទស្សនាវីដេអូនេះតាមរយៈ TikTok គឺអ្នកទាំងគ្នាអាចចូលទៅមើលក្នុង caption គឺខ្ញុំនឹងដាក់នីតិរបស់ក្រុមនីមួយៗនៅក្នុង caption ណាបញ្ជាក់ផងដែរវីដេអូមួយនេះគឺធ្វើឡើងដើម្បីគោលបំណងក្នុងការកំសាន្តលេងទេចាំបើសិនជាអ្នកទាំងគ្នាស្ដាប់ទៅត្រូវចាំ claim យកតែបើសិនជាស្ដាប់អត់ត្រូវទេអូសរំលងទៅណាហើយមួយទៀតខ្ញុំក៏មានទទួលក្នុងការអានថារត់កាត់ដោយផ្ទាល់ដែរចាំបើសិនជាអ្នកទាំងគ្នាមានចំណាប់អារម្មណ៍គឺអាច contact មកខ្ញុំបានតាមរយៈ QR ដែលខ្ញុំបានដាក់ខាងលើនេះណាវីដេអូមួយនេះគឺមិនសម្រាប់អ្នកដែលគាត់លួចក្រាស់គេតែម្នាក់ឯងដោយគេអត់ដែលស្គាល់អ្នកទាំងគ្នាសោះដោយគេអត់ដឹងថាអ្នកទាំងគ្នាមានវត្តមាននៅលើពិភពលោកនេះទេមានន័យថាយ៉ាងហោចណាស់ក៏អ្នកទាំងគ្នាបានស្គាល់គេនៅខាងក្រៅបើមិនស្គាល់នៅខាងក្រៅក៏បានឆាតជាមួយគេឬក៏មាន friend នៅក្នុង Facebook ជាមួយគេឬក៏បាននិយាយគ្នាហើយដែរមានន័យថាអញ្ចឹងណាបើអ្នកទាំងគ្នាអត់ដែលស្គាល់គ្នាឬក៏គេអត់ដែលស្គាល់អ្នកទាំងគ្នាសោះគឺមិនមែនវីដេអូសម្រាប់អ្នកទាំងគ្នាទេសូមបញ្ជាក់ឲ្យមែនតើណាសួស្ដីក្រុមទី1អ្នកដែលគាត់ជ្រើសរើសឆ្មាជាមួយនឹងផ្កាធូលីបណាអញ្ចឹងគឺមុននឹងខ្ញុំធ្វើការឆែកពីអារម្មណ៍របស់គេមកកាន់អ្នកទាំងគ្នាគឺខ្ញុំសូមឆែកមើលតើការគិតរបស់គេចំពោះអ្នកទាំងគ្នាសិនមានន័យថាតើគេគិតអ្នកទាំងគ្នាគឺជាមនុស្សបែបណាសិនណាអញ្ចឹងជាមួយនឹងសិលកាតដែលខ្ញុំទទួលបានគឺសិលកាត4 The High Princess King of Cups 7 of Shot ហើយនិង Four of Pentacles ជាមួយនឹងសិលកាត The High Princess នេះគឺគេគិតថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលអាចកំបាំងខ្លាំងមែនតែនពិបាកយល់ចិត្តគេដឹងថាអ្នកទាំងគ្នាចង់បានអីចង់ធ្វើអីឲ្យប្រកបទេបែបលក្ខណៈអញ្ចឹងណាហើយគេគិតថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់មានប្រាជ្ញាឆ្លៀតវៃព្រោះដោយសារសិលកាត The High Princess នេះគឺមិនមែនធម្មតាទេអាចគិតថាអ្នកទាំងគ្នានឹងគឺជាមនុស្សម្នាក់ដែលមានញាណទី6ខ្លាំងមែនតែនហើយមើលទៅមានតារានិករផាយស៊ីនៅក្នុងនេះដែរអាចថាអ្នកទាំងគ្នាគឺជាតារានិករផាយស៊ីឬក៏តារានិករធាតុទឹកអីចឹងណាឬក៏មិនចាំបាច់ក៏បានដែរអ្នកទាំងគ្នាហើយមួយទៀតគឺជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ឬក៏ចូលចិត្តសន្តិភាពឬក៏អាចនិយាយបានថាពេលដែលគិតឬក៏សម្រេចចិត្តធ្វើអីមួយគឺអ្នកទាំងគ្នាគិតដោយស៊ីជម្រៅខ្លាំងមែនតែនហើយគឺជាមនុស្សម្នាក់ដែលសំទោស distance ពី social មានន័យថារក្សាកម្រិតពីមនុស្សជុំវិញខ្លួនពីសង្គមឬក៏បើសិនជាអ្នកទាំងគ្នាលេង Facebook វិញដូចអត់លេងអញ្ចឹងអត់សូវចេះ share អីឬក៏ post អីឬក៏អីញ៉ៃផ្ដេសផ្ដាស់ទេរបៀបថាអាចកំបាំងមែនតែនពិបាកនឹងយល់ហើយអត់អាចតាមដានដឹងថាអ្នកទាំងគ្នាគឺជាមនុស្សបែបណាប្រកបថាបែបលក្ខណៈអញ្ចឹងស្លកាត King of Cups គឺគេមើលមកអ្នកទាំងគ្នាថាជាមនុស្សដែលចិត្តល្អមានមេត្តាករុណាចេះគ្រប់គ្រងអារម្មណ៍បានល្អមានភាពចាស់ទុំខាងផ្នែកអារម្មណ៍ឬក៏អ្នកទាំងគ្នាមានមនោសញ្ចេតនាខ្ពស់ស្រឡាញ់ជ្រាលជ្រៅនៅពេលដែលអ្នកទាំងគ្នាស្រឡាញ់នរណាគេម្នាក់ហើយគឺអ្នកទាំងគ្នានឹងស្រឡាញ់គេអស់ពីពោះហ្មងដោយតារានិករផាយស៊ីអញ្ចឹងអ្នកទាំងគ្នានិយាយទៅគឺមានធម៌ពលផាយស៊ីខ្លាំងមែនទែននៅក្នុងការ reading មួយនេះហេឬក៏តារានិករ Cancer Scorpio អីហ្នឹងដែលជាតារានិករធាតុទឹកឬក៏អ្នកទាំងគ្នាមាន Sun Moon Rising Venus ជាតារានិករធាតុទឹកក៏ថាបានដែរហើយមួយទៀតគឺគេមើលមកអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលចូលចិត្តផ្ដល់ការលួងលោមភាពផ្អែមល្ហែមនិងការយកចិត្តទុកដាក់ទៅមនុស្សជុំវិញខ្លួនជាពិសេសមនុស្សដែលជាទីស្រឡាញ់នឹងឯងមានបេះដូងល្អមានបេះដូងបរិសុទ្ធហើយយកចិត្តទុកដាក់ទៅចំពោះមនុស្សដែលខ្លួនឯងស្រឡាញ់ហើយចេះការពារមនុស្សដែលខ្លួនឯងស្រឡាញ់ទៀតបែបលក្ខណៈអញ្ចឹងណានិយាយទៅគឺគេមើលមកអ្នកនេះគឺជាមនុស្សដែល sweet romantic ចិត្តល្អហើយនឹងគឺជាមនុស្សម្នាក់ដែលមានភាពចាស់ទុំខាងផ្នែកផ្លូវចិត្តខ្លាំងមែនទែនគេអាចនឹងមើលមកអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលអត់ឆេវឆាវចិត្តត្រជាក់ហើយទន់ភ្លន់ខ្លាំងមែនទែនជាមួយនឹងស្លកាត់ Seven of Shot គេមើលមកអ្នកទាំងគ្នាថាជាមនុស្សម្នាក់ដែលពូកែនៅក្នុងការរក្សារឿងផ្ទាល់ខ្លួនឬក៏ជាពិសេសគ្រឿង privacy របស់អ្នកទាំងគ្នានឹងគឺអ្នកទាំងគ្នានឹងមិនបង្ហាញជាលក្ខណៈសាធារណៈឬក៏មិនបង្ហាញទៅកាន់នរណាគេម្នាក់ទេរឿងអាចកំបាំងកម្រងនៅក្នុងជីវិតឬក៏អ្វីដែលអ្នកគ្នាកំពុងតែគិតឬក៏ពីអារម្មណ៍របស់អ្នកទាំងគ្នាក្តីគឺអ្នកទាំងគ្នាមិនងាយបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនហើយក៏មិនងាយបង្ហាញទៅកាន់គេដែរពេលខ្លះគឺគេពិតជាពិបាកនៅក្នុងការអានចិត្តអ្នកទាំងគ្នាខ្លាំងមែនទែនអត់ដឹងថាពីអារម្មណ៍ពិតរបស់អ្នកទាំងគ្នានឹងមានអារម្មណ៍បែបណាទៅចំពោះគេអ្នកទាំងគ្នាស្រឡាញ់ចូលចិត្តឬក៏មិនអីប្រកបគឺគេអត់យល់លេរបៀបចឹងណាហើយពេលខ្លះទៀតគាត់អាចនឹងមានអារម្មណ៍ថាអ្នកទាំងគ្នានឹងគឺកំពុងតែលាក់អីមួយពីគេឬក៏អត់ទាន់ទុកចិត្តគេទាំងស្រុងក៏ថាបានដែរអាចថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការទុកចិត្តមនុស្សជុំវិញខ្លួនឬក៏ពិបាកនៅក្នុងការបើកចិត្តទទួលយកស្នេហាថ្មីឬក៏តំណែងថ្មីឬក៏រាប់អាននរណាគេម្នាក់
របៀបចឹងមានន័យថាអ្នកទាំងគ្នាមាន trust issue អីចឹងទៅហើយសម្រាប់គាត់ទៀតគឺគាត់អាចនឹងគិតថាគាត់នឹងប្រហែលជាធ្វើអីមួយឲ្យអ្នកទាំងគ្នាមិនទុកចិត្តគាត់ក៏ថាបានដែរអញ្ចឹងជាមួយនឹងសិលកាSeven of Shot នឹងគឺវាអាចកំបាំងពិបាកយល់ចិត្តពិបាកដឹងពីអារម្មណ៍ពិតឬក៏ជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការទុកចិត្តខ្លាំងព្រោះដោយសារអីលុបលោលាក់លៀមហើយ mysterious ខ្លាំងមែនតើហ្មងមិនថាទាំងគាត់ហើយនឹងអ្នកទាំងគ្នាតែខ្ញុំគិតថាការគិតមួយនេះប្រហែលជាអាចគាត់គិតមកលើអ្នកទាំងគ្នាច្រើនជាងមានន័យថាគាត់គិតថាអ្នកទាំងគ្នាពិបាកនៅក្នុងការទុកចិត្តទេមិនងាយនិយាយអីឬក៏បង្ហាញអារម្មណ៍អីអញ្ចឹងគឺមិនដឹងថាមិនឲ្យប្រកាសទេខ្លាចតែពេលថ្ងៃហ្នឹងមើលទៅដូចជាចាប់អារម្មណ៍គាត់តែថ្ងៃក្រោយទៅអាចនឹងលេងចាប់អារម្មណ៍គាត់ឬក៏មិនល្អជាមួយគាត់អីទៀតអញ្ចឹងបបាក់តាមចិត្តអ្នកទាំងគ្នាខ្លាំងមែនទែនបែបលក្ខណៈអញ្ចឹងស្លកាត for Pinnacle នេះគេមើលមកអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលការពារបេះដូងខ្លួនឯងបានល្អខ្លាំងមែនទែនមានន័យថាចាក់សោបេះដូងឡក់ទុកគឺមិនងាយបើកចិត្តឲ្យនរណាគេម្នាក់ទេអាចថាអ្នកទាំងគ្នាធ្លាប់មានរបួសផ្លូវចិត្តនៅក្នុងអតីតកាលអញ្ចឹងទៅគឺអ្នកទាំងគ្នាមានបញ្ហានៅក្នុងការជឿជាក់នរណាគេម្នាក់ឬក៏បើកចិត្តទទួលយកអ្នកថ្មីអីចឹងណាឬក៏អាចថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលស្រឡាញ់ស្ថិរភាពសន្តិភាពឬក៏សុវត្ថិភាពផ្លូវចិត្តមានន័យថាអ្នកទាំងគ្នាអត់ចូលចិត្តដើរចេញពី comfort zone នៃកន្លែងណាដែលធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាស្រួលចិត្តឬក៏សនុកចិត្តអ្នកទាំងគ្នានឹងនៅនឹងមានន័យថាចឹងហើយជាមនុស្សម្នាក់ដែលស្មោះត្រង់ប៉ុន្តែមិនងាយរាប់អាននរណាគេម្នាក់មិនងាយទុកចិត្តនរណាគេម្នាក់រត់តែមិនងាយបើកចិត្តទទួលយកនរណាគេម្នាក់នៅក្នុងតំណែងស្នេហាទៅទៀតគេមើលមកអ្នកទាំងគ្នាថាអាចនឹងជាមនុស្សម្នាក់ដែលបើសិនជាអ្នកទាំងគ្នាទុកចិត្តគេហើយស្រឡាញ់គេហើយអ្នកទាំងគ្នានឹងស្មោះត្រង់ជាមួយគេអស់មួយជីវិតក៏ថាបានដែរបែបលក្ខណៈអញ្ចឹងនៅក្នុងរឿងស្នេហាគេមើលមកអ្នកទាំងគ្នាអាចថាជាមនុស្សម្នាក់ដែលប្រច័ណ្ឌហួងហែងឬក៏អោបកសោបខ្លាំងមែនទែនអត់ចូលចិត្តឲ្យអ្នកគេមកញ៉ៃញ៉ៃឬក៏ញ៉េះញ៉ងជាមួយនឹងមនុស្សដែលអ្នកទាំងគ្នាស្រឡាញ់ទេសូម្បីតែរាប់អានអីបន្តិចតួចក៏អ្នកទាំងអស់គ្នាអាចនឹងប្រច័ណ្ឌដែរបែបលក្ខណៈអញ្ចឹងណាហើយបើនៅក្នុងរឿងខាងផ្នែកហិរញ្ញវត្ថុគេមើលមកអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលពូកែ save up លុយកាក់អន្សំចៃខ្លាំងឬក៏រិះក៏ថាបានដែរបែបលក្ខណៈចឹងអញ្ចឹងនេះគឺជាការមើលឃើញរបស់គេមកចំពោះអ្នកទាំងគ្នាតើអ្នកទាំងគ្នាគឺជាមនុស្សបែបណាតែវាគ្រាន់តែជាការមើលឃើញរបស់គេទេជាក់ស្ដែងអ្នកទាំងគ្នាជាមនុស្សបែបណាគឺខ្ញុំមិនដឹងដូចគ្នាឥឡូវគឺយើងមកឆែកមើលអារម្មណ៍របស់គេចំពោះអ្នកទាំងគ្នាវិញអញ្ចឹងសិលកាត4ខាងក្រោមនេះគឺជាអារម្មណ៍របស់គេចំពោះអ្នកទាំងគ្នា Knight of Swords Eight of Wands ហើយនិង Two of Pentacles ហើយនិងចុងក្រោយគេគឺយើងទទួលបានសិលកាត Ace of Pentacles បើនិយាយពីអារម្មណ៍របស់គេគឺគេអត់ទាន់បានស្រឡាញ់អ្នកទាំងគ្នា 100% ទេអាចថាគ្រាន់តែស្ថិតនៅក្នុងដំណាក់កាលនៃការចាប់អារម្មណ៍ហើយចង់ដឹងចង់ឮពីអ្នកទាំងគ្នាអីចឹងណាចង់ស្វែងយល់បន្ថែមទៀតពីអ្នកទាំងគ្នាតែពេលខ្លះក៏គេមានអារម្មណ៍ថាបញ្ញាចង់ឆាតមកអ្នកគ្នាលឿនអីចឹងទៅតែពេលខ្លះទៀតក៏គេរៀងស្ទាក់ស្ទើរហ៊ានចង់ឆាតមកអញ្ចឹងម្នាក់នេះរៀងនៅរឿងរាស្ទាក់ស្ទើរនៅឡើយទេរបៀបថាចង់ចូលមកបន្តិចចង់អត់បន្តិចតាមខ្ញុំបើកបៀបន្តទៀតប៉ុន្តែខ្ញុំអត់បានបង្ហាញបៀទាំងអស់ហ្នឹងនៅក្នុងនេះទេខ្ញុំមានអារម្មណ៍ថាអ្នកទាំងពីរគឺធ្លាប់ talking stage ជាមួយគ្នាឬក៏ធ្លាប់ situationship ជាមួយគ្នាដែលអត់ទាន់មាន confirm relationship ឬក៏អត់ទាន់មានជាលក្ខណៈផ្លូវការថាស្រឡាញ់គ្នាទៅវិញទៅមកអីច្បាស់លាស់ទេគ្រាន់តែថាធ្លាប់មានអារម្មណ៍ល្អជាមួយគ្នាឬក៏ធ្លាប់ចាប់អារម្មណ៍គ្នាទៅវិញទៅមកអីចឹងតែមករយៈចុងក្រោយឬក៏បច្ចុប្បន្នភាពហ្នឹងគឺអ្នកទាំងគ្នាបានផ្ដាច់ទំនាក់ទំនងហើយអត់បានតបឆាតគ្នាឬក៏អត់បានលេងឆាតជាមួយគ្នាអីទេប៉ុន្តែអាចនឹងមាន friend ជាមួយគ្នាដែល stalk គ្នាទៅវិញទៅមកអីក៏ថាបានដែរបែបលក្ខណៈចឹងណាឥឡូវហ្នឹងគឺគេអាចកំពុងតែព្យាយាមប្រមូលភាពក្លាហានរបស់គេតាំងប្រមាណដើម្បីតាក់ទងមកអ្នកទាំងគ្នាឬក៏ដើម្បីផ្ញើសារមកអ្នកទាំងគ្នាដើម្បីប្រាប់ពីអារម្មណ៍ពិតរបស់គេក៏ថាបានដែរប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចវាមានសិលកាត Two of Pentacles មនុស្សម្នាក់ហ្នឹងកំពុងតែថ្លឹងថ្លែងកំពុងតែរុញរាហើយស្ទាក់ស្ទើរនៅក្នុងចិត្តរបស់គាត់ខ្លាំងមែនទែនគឺគាត់អាចនឹងកំពុងតែព្យាយាមសម្របសម្រួលអារម្មណ៍ហើយនឹងស្ថានភាពរបស់គាត់ជាក់ស្ដែងអាចថាមនុស្សនេះគឺរវល់ច្រើនឬក៏ជាមនុស្សម្នាក់ដែលមានជំរើសពីរនៅក្នុងពេលតែមួយអាចថាជាប់ជាពាក់ជាពិនជាមួយយើងផងជាប់ជាពាក់ជាពិនជាមួយនឹងគេផងអញ្ចឹងគាត់ពិបាកនៅក្នុងការជ្រើសរើសអីចឹងណាឬក៏មិនប្រកាសថាជាមនុស្សម្នាក់ផ្សេងទៀតទេអាចជាការងារការសិក្សារបស់គេគ្រួសាររបស់គេអីចឹងទៅអញ្ចឹងគឺម្នាក់នេះគឺពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាពពិបាកនៅក្នុងការលៃលោកពេលវេលាខ្លាំងមែនទែនអញ្ចឹងគឺគាត់រៀងស្ទាក់ស្ទើរចិត្តគាត់ចង់ត្រឡប់មកវិញឬក៏ចិត្តគាត់ចង់សម្រេចអីមួយឲ្យច្បាស់លាស់អញ្ចឹងណាចង់ដឹងថាតើតំណងនឹងអាចរីកចម្រើនដល់កម្រិតណាមើលទៅអាចលើសពីពួកម៉ាក់លើសពី crush លើសពី
situationship អត់អីអត់ចឹងទៅនិយាយមកទៅគឺម្នាក់នេះគឺខ្ញុំមានអារម្មណ៍ថាគេចាប់អារម្មណ៍អ្នកទាំងគ្នាដូចគ្នាប៉ុន្តែគេហាក់បីដូចជា staster ព្រោះដោយសារតែគេមើលទៅអ្នកទាំងគ្នាអាចនឹងជាមនុស្សម្នាក់ដែលពិបាកបើកចិត្តមិនងាយទុកចិត្តនរណាគេម្នាក់ហើយមើលទៅដូចជាអត់ត្រូវការមនុស្សផុសឬក៏មនុស្សស្រីនៅក្នុងជីវិតណាដូចជាមនុស្សម្នាក់ដែលអត់ត្រូវការស្នេហាអញ្ចឹងទៅគេខ្លាចមកទៅមកនិយាយអីញ៉ៃទៅអ្នកគ្នាអត់ចូលចិត្តអត់ reply អត់អីអញ្ចឹងណាឬក៏អាចថាអ្នកទាំងគ្នាអត់បើកចិត្តទៅចំពោះគេក៏ថាបានដែរនិយាយរួមទៅគឺគេខ្លាចអ្នកទាំងគ្នាអត់តបឆាតគេអាចថាពីមុនមកគេធ្លាប់ឆាតញ៉ៃអ្នកទាំងគ្នាអីចឹងទៅអ្នកទាំងគ្នារៀង reply មួយម៉ាត់បាត់មួយម៉ោងឬក៏អ្នកទាំងគ្នាអត់សូវតបគេអីចឹងណាតែពេលយូរទៅគេរៀងស្ងាត់គេលែងហ៊ានរំខានអ្នកទាំងគ្នាដូចរៀងនឹក energy របស់គេរៀងចង់ក្រាស់គេវិញបដ ாய் បែបលក្ខណៈចឹងបើតាមខ្ញុំមើលទៅគឺម្នាក់នេះគឺក្រាស់អ្នកទាំងគ្នាមុនទេតែដោយសារតែអ្នកទាំងគ្នាមើលទៅដូចរៀងរឹករៀងពៀមិនសូវតបជាមួយគេដូចមិនសូវចាប់អារម្មណ៍គេក៏រៀងស្ងាត់បាត់ឈឹងមួយរយៈចឹងទៅតែពេលមួយរយៈក្រោយមកនេះដូចជាអ្នកទាំងគ្នារៀងស្ងាត់ពីគេហើយគេរៀងផុសអីទៅអ្នកទាំងគ្នាមើលទៅរៀងមានចំណាប់អារម្មណ៍ទៅលើគេវិញអញ្ចឹងណាចង់មានន័យថាម្នាក់នេះគឺពីដើមឡើយគឺគេក្រាស់អ្នកទាំងគ្នាទេតែដោយសារតែមួយរយៈចុងក្រោយនេះគឺស្ងាត់ពីគេរៀងនឹកគេអ្នកទាំងគ្នារៀង single យូរដែរឬក៏មានអារម្មណ៍ថាដូចរៀងត្រូវការមនុស្សស្អប់បេះដូងអីដែរអញ្ចឹងក៏រៀងនឹក energy របស់គេក៏ថាបានដែរព្រោះដោយសារសិលកាតវាបកបានច្រើនណាអញ្ចឹងជាមួយនឹងសិលកាតAce of Pentacles នេះគឺខ្ញុំមើលឃើញថាគេអាចនឹងចង់មានភាពច្បាស់លាស់ជាងមុនគេអាចនឹងគិតថានៅមានក្តីសង្ឃឹមរវាងអ្នកទាំងពីរឬក៏អាចនិយាយបានថាគេគិតថាអ្នកទាំងពីរបើសិនជា start up ជាមួយគ្នាសារជាថ្មីទៅគឺជាតំណែងមួយដែលអាចនឹងចាស់ទុំអាចនឹងច្បាស់លាស់មានស្ថិរភាពថិតថេរឬក៏យូរអង្វែងជាងមុនអីចឹងណាអញ្ចឹងគឺម្នាក់នេះកំពុងតែសម្លឹងមើលឱកាសល្អឬក៏ឱកាសថ្មីនៅក្នុងការ contact កាន់អ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាបើកចិត្តឬមិនបើកចិត្តគឺខ្ញុំអត់ដឹងដូចគ្នាហើយអ្នកទាំងគ្នាអាចនឹងស្ថិតនៅក្នុង relationship ជាមួយគេអត់នៅថ្ងៃអនាគតក៏ខ្ញុំអត់ដឹងដូចគ្នាណាឬក៏អ្នកទាំងគ្នាអាចជាអ្នកឆាតទៅគេហើយមួយរយៈចុងក្រោយទៅក៏គេបាត់វត្តមានរបស់អ្នកទាំងគ្នាអញ្ចឹងទៅក៏គេនឹកមានអ្នកទាំងគ្នាហើយចង់ឆាតអ្នកទាំងគ្នាចង់តបឆាតអ្នកទាំងគ្នាវិញក៏ថាបានដែរព្រោះដោយសារការអានថារ៉ូតកាតដូចខ្ញុំបញ្ជាក់អញ្ចឹងវាមានជាលក្ខណៈត្រឡប់ហើយអ្នកទាំងគ្នាវាអាច energy របស់យើងក៏វាអាច energy របស់គេដែរអញ្ចឹងអ្នកទាំងគ្នាស្ដាប់ទៅគឺអ្នកទាំងគ្នាស្ថិតនៅក្នុងស្ថានភាពមួយហ្នឹងក្នុងសាច់រឿងមួយហ្នឹងគឺអ្នកទាំងគ្នាដឹងច្បាស់ហើយថាជាពីណាគេអីចឹងតែបើតាមមើលទៅគឺអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការបើកចិត្តច្រើនជាងព្រោះអីឆ្លងកាត់បបពិសោធន៍ឈឺចាប់នៅក្នុងអតីតកាលអញ្ចឹងទៅមិនងាយទុកចិត្តមនុស្សប្រុសឬក៏មិនងាយទុកចិត្តមនុស្សស្រីឲ្យតែពីណាគេចូលមកគឺអ្នកទាំងគ្នាមានអារម្មណ៍ថាដូចរៀងបោកអីចឹងហើយអញ្ចឹងទៅគឺអ្នកទាំងគ្នាគិតថាបើសិនជាគេញ៉ាយយើងក៏អាចនឹងគេញ៉ាយអ្នកផ្សេងអីដែររបៀបចឹងហើយមើលទៅដូចជាអញញ៉ៃគឺអ្នកទាំងគ្នាអត់ចូលចិត្តទេចង់បានភាពច្បាស់លាស់ចង់បានភាពចាស់ទុំអីចឹងណាអញ្ចឹងជាមួយនឹងបុគ្គលម្នាក់នេះគឺគេកំពុងតែព្យាយាមរងចាំឱកាសហើយខ្ញុំមើលទៅអ្នកទាំងពីរអាចនឹងកំពុងតែរងចាំឆាតគ្នាទៅវិញទៅមកតែអត់មានពីណាគេហ៊ានឆាតទៅពីណាគេមុនទេរបៀបចឹងណាអញ្ចឹងតទៅមុខទៀតទៅជាងណាក៏ខ្ញុំអត់ដឹងដែរអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ check energy ខ្លួនឯងគឺអាច contact មកខ្ញុំបានណាដោយតាមរយៈ QR ដែលខ្ញុំបានដាក់នៅដើមវីដេអូអញ្ចឹងសម្រាប់ក្រុមទី1នេះគឺខ្ញុំអស់អីនិយាយហើយគឺសូមបញ្ជាក់ផងដែរគឺអារម្មណ៍របស់គេគឺគេអត់ទាន់ស្រឡាញ់អ្នកទាំងគ្នាខ្លាំងទេប៉ុន្តែគេពិតជាចាប់អារម្មណ៍អ្នកទាំងគ្នាចូលចិត្តអ្នកទាំងគ្នាហើយគេក៏សរសើរពីបុគ្គលិកលក្ខណៈរបស់អ្នកទាំងគ្នាដែរបើនិយាយទៅគឺគេមើលឃើញថាអ្នកគ្នាគឺជាមនុស្សដែលមានចំណុចល្អ 80% ឯណាគាត់ថា 20% ទៀតគេអាចនឹងយល់ច្រឡំឬក៏គេអត់ទាន់ស្គាល់អ្នកទាំងគ្នាច្បាស់ក៏ថាបានដែរហើយបើអារម្មណ៍គេគឺគេចង់ដឹងចង់លឺបន្ថែមទៀតចង់ទៅមុខវិញឆ្ងាយជាមួយនឹងអ្នកគ្នាលើសពី crush លើសពីមិត្តភ័ក្តិឬក៏លើសពីមនុស្សដែលស្គាល់គ្នាធម្មតាអីចឹងណាអរគុណច្រើនសម្រាប់ក្រុមទី1ជួបគ្នានៅវីដេអូក្រោយសួស្តីអ្នកដែលជ្រើសរើសក្រុមទី2ជាមួយនឹងឆ្មាដែលកាន់ផ្កាដៃស៊ីអញ្ចឹងគឺយើងមក check មើល energy ថាតើ crush របស់អ្នកទាំងគ្នាហ្នឹងណាគឺមើលមកអ្នកទាំងគ្នាគឺជាមនុស្សបែបណាមុនសិនមុននឹងធ្វើការបកស្រាយថាតើគេមានអារម្មណ៍បែបណាចំពោះអ្នកទាំងគ្នាអញ្ចឹងជាមួយនឹងសិលកាដំបូងគឺយើងទទួលបានសិលកា The Empress ដែលបង្ហាញថាគេមើលមកអ្នកទាំងគ្នាថាជាមនុស្សម្នាក់ដែលស្រស់ស្អាតមានភាពតាក់ទាញពីធម្មជាតិមានភាពទន់ភ្លន់ចិត្តល្អនិងយកចិត្តទុកដាក់ទៅចំពោះមនុស្សជុំវិញខ្លួនហើយជាមនុស្សម្នាក់ដែលមានតម្លៃផ្ទាល់ខ្លួនហើយនឹងមានភាពថ្លៃថ្នូរខ្លាំងមែនទែនអាចថាជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍នៅពេលដែលញញឹមទៅមានអារម្មណ៍
ថាស្រស់ស្រាយខ្លាំងមែនទែនស្នាមញញឹមរបស់អ្នកទាំងគ្នាណាហើយគាត់អាចនឹងមានអារម្មណ៍ថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលអាចកសាងទំនាក់ទំនងដ៏ល្អជាមួយបានអាចថាជាមនុស្សម្នាក់ដែលមានភាពចាស់ទុំទាំងផ្លូវកាយនិងផ្លូវចិត្តឬក៏គំនិតអីផ្សេងៗណានិយាយរួមទៅគឺអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលគេមើលឃើញថាជាមនុស្សដែលមានទំនួលខុសត្រូវជាមនុស្សដែលមានផ្លូវចិត្តរឹងមាំហើយក៏ដូចជាមានការគិតជ្រាលជ្រៅឬក៏ការគិតវែងឆ្ងាយដែរជាមនុស្សម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់គួរសមដែរអញ្ចឹងណានឹងគឺការមើលឃើញរបស់គេមួយនឹងសិលកាតបន្តមកទៀតគឺយើងមានសិលកាត Eight of Cups ដែលសិលកាតនេះបង្ហាញថាអ្នកទាំងគ្នាគឺអាចនឹងកំពុងតែឆ្លងកាត់រឿងរ៉ាវពីអតីតកាលដ៏សែនឈឺចាប់បន្ទាប់ពីបែកបាក់តំណែងស្នេហាចាស់អីចឹងណាហើយអ្នកទាំងគ្នាអាចនឹងកំពុងតែដើរចេញពីអតីតកាលហើយឆ្ពោះទៅរកបច្ចុប្បន្នភាពឬក៏កំពុងតែបំភ្លេចរឿងអតីតកាលលេងអោបកសោបលេងនឹកនាលេងខ្វល់ខ្វាយពីរឿងអតីតកាលអីចឹងណាចឹងគឺគេមើលឃើញថាអ្នកទាំងគ្នាអាចនឹងកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំបានរៀបរាប់នឹងឯងហើយពេលខ្លះទៀតគេអាចនឹងគិតថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការបើកចិត្តឬក៏ទុកចិត្តនរណាគេម្នាក់ថ្មីដែលអាចនឹងចូលមកកសាងតំណែងស្នេហាឬក៏តំណែងបែបលក្ខណៈមិត្តភាពចំពោះអ្នកទាំងគ្នាហើយពេលខ្លះទៀតគឺគេអាចនឹងមានអារម្មណ៍ថាអ្នកទាំងគ្នាហ្នឹងណាបើសិនជាមានរឿងអីមួយដែលធ្វើឲ្យអ្នកទាំងគ្នាខ្នក់ចិត្តឬក៏អត់ចូលចិត្តឬក៏អត់ពេញចិត្តគឺអ្នកទាំងគ្នានឹងដើរចេញពីស្ថានភាពមួយហ្នឹងឬក៏ពីកន្លែងហ្នឹងឬក៏ពីមនុស្សមួយហ្នឹងមានន័យថាអត់ឲ្យគេមកធ្វើបាបអ្នកទាំងគ្នាបានទេគឺអ្នកទាំងគ្នានឹងការពារខ្លួនឯងណាមួយគឺស្លឹកបៀទី4ហ្នឹងមាន7 of Wands អញ្ចឹងទៀតមានន័យថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែល defensive ការពារខ្លួនឯងខ្លាំងមែនទែនគឺមជ្ឈដ្ឋានណាដែលធ្វើឲ្យអ្នកទាំងគ្នាមានអារម្មណ៍ថាអត់ comfort ឬក៏អត់សនុកចិត្តគឺអ្នកទាំងគ្នាដើរចេញហ្មងបើមនុស្សណានិយាយមករបៀបអត់ដឹងក្បាលដឹងកតុយអត់ដឹងខ្យល់អីសោះឬក៏ប៉ះពាល់ពាក្យសម្ដីអីមកលើអ្នកទាំងគ្នាដែលធ្វើឲ្យអារម្មណ៍អ្នកទាំងគ្នាអត់ល្អអីហ្នឹងគឺអ្នកទាំងគ្នាចង់រាប់អានគេទេបើសិនជាអ្នកទាំងគ្នាឃើញថាគេរៀង fake ឬក៏គេអត់ស្មោះត្រង់អីហ្នឹងគឺអ្នកទាំងគ្នាអត់ចេះ fake នៅមុខគេរបៀបថាត្រូវតែត្រង់ទៅត្រង់មកហើយរបៀបថាដឹងថាដើរចេញឯងអត់រាប់អានដឹងកាត់មនុស្សបែបហ្នឹងចោលចេញពីជីវិតរបស់អ្នកគ្នាអីចឹងអញ្ចឹងគឺគេមើលឃើញថាអ្នកគ្នាគឺជាមនុស្សម្នាក់ដែលគោរពឲ្យតម្លៃខ្លួនឯងហើយគឺជាមនុស្សម្នាក់ដែលអត់ក្បត់ខ្លួនឯងទេចំណុចនេះចង់បានន័យថាមនុស្សខ្លះនៅពេលដែលអត់ចូលចិត្តនរណាគេម្នាក់ប៉ុន្តែទ្រាំបាត់បែនទៅតាមសង្គមទៅតាមកលៈទេសៈតែអ្នកគ្នាអត់ទ្រាំជាមួយទេគឺនឹងដើរចេញបើសិនជាតំណែងមួយហ្នឹងធ្វើឲ្យអ្នកគ្នាឈឺចាប់ធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ថាអត់មានតម្លៃគឺអ្នកគ្នានឹងដើរចេញហើយបើសិនជាអ្នកគ្នាជួបមនុស្សបែបលក្ខណៈ toxic និយាយមិនល្អពីអ្នកគ្នាឬក៏ចូលចិត្តចាក់ពីក្រោយខ្នងឬក៏ធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ថាខ្នក់ចិត្តអត់សុបាយចិត្តអីហ្នឹងក៏អ្នកគ្នាការពារខ្លួនឯងជាធំដែរមានថាអ្នកគ្នាគឺជាមនុស្សម្នាក់ដែលស្រឡាញ់សុខសន្តិភាពហើយក៏ឲ្យតម្លៃទៅលើសន្តិភាពផ្លូវចិត្តរបស់ខ្លួនឯងដែរអញ្ចឹងបើសិនជាពីណាគេហ៊ានតែចូលមកប៉ះពាល់ដល់អារម្មណ៍អ្នកគ្នាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរឬក៏កិត្តិយសរបស់អ្នកគ្នាក៏ដូចជាតម្លៃរបស់អ្នកគ្នាឬក៏គេហៅថាសន្តិភាពផ្លូវចិត្តណាគឺអ្នកគ្នាអត់ទុកគេគឺប្រលះយកហ្មងបើអញ្ចឹងទេក៏អាចថាយើងមិនទៅនិយាយអីប្រេះប្រាស់ទេប៉ុន្តែអ្នកគ្នានឹងកាត់ម្នាក់នឹងចេញពីជីវិតហើយអត់ខ្វល់អត់និយាយអត់ជ្រលក់មាត់អត់រាប់អានអត់ស្រឡាញ់របៀបទៅគឺអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលកំណត់ព្រំដែនឲ្យខ្លួនឯងច្បាស់លាស់ហ่ะមិនឲ្យនរណាគេម្នាក់រំលងខ្សែបន្ទាត់ក្រហមជាមួយនឹងអ្នកទាំងគ្នាទេព្រោះអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលស្គាល់ពីតម្លៃខ្លួនឯងច្បាស់អញ្ចឹងគឺអត់ហ៊ានណាគេហ៊ានផ្ដេសផ្ដាស់ញ៉ៃអញ្ចឹងគឺគេមើលឃើញថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនឯងខ្លាំងជាមនុស្សដែលលើកខ្លួនឯងខ្ពស់ឬក៏ជាមនុស្សម្នាក់ដែលឲ្យតម្លៃទៅលើខ្លួនឯងខ្លាំងមែនតើណាអញ្ចឹងក៏គេរៀង respect អ្នកទាំងគ្នាដែរល្មមគឺគេហ៊ានចូលមកទេឬក៏អញមិនថាគេមិនសូវជាហ៊ាននិយាយអីផ្ដេសផ្ដាស់អីជាមួយអ្នកទាំងគ្នាអញ្ចឹងណាបើសិនជាគេបាននិយាយជាមួយអ្នកទាំងគ្នាក៏គេមានអារម្មណ៍ថាត្រូវតែប្រយ័ត្នជាមួយនឹងពាក្យសម្ដីដែរព្រោះអ្នកទាំងគ្នាអាចនឹងកាចឬក៏ឆ្នះឬក៏រៀងឆៅឬក៏របៀបថាស្គាល់ខុសស្គាល់ត្រូវឬក៏យុត្តិធម៌ខ្លាំងមែនតើតែឃើញមិនគឺនឹងនិយាយចឹងហ្មងប៉ាំងទៅប៉ាំងមកហ្មងអត់ចេះផ្អែមអត់ចេះអញញ៉ៃច្រើនទេតែបើត្រូវរឿងគឺអ្នកទាំងគ្នានឹងថ្នាក់ថ្នមនឹង sweet នឹងផ្អែម romantic អីដាក់ចឹងណាគឺគេគិតថាអ្នកទាំងគ្នាគឺជាប្រភេទមនុស្សបែបហ្នឹងនឹងស្លឹកកាត King of Pentacles នេះគឺគេមើលឃើញថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលមានស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុបើសិនជាអ្នកធ្វើការវិញមានន័យថាអ្នកទាំងគ្នាមានការងារច្បាស់លាស់មានទំនួលខុសត្រូវខ្ពស់ឬក៏អាចនិយាយថាមានតំណែងគួរសមដែរនៅក្នុងស្ថាប័នដែលអ្នកទាំងគ្នាធ្វើការអញ្ចឹងណាហើយបើសិនជាអ្នកទាំងគ្នាជាអ្នករកស៊ីគេមើលឃើញថាអ្នកទាំងគ្នាបកកែទុកដាក់លុយកាក់បកកែរកស៊ីបកកែវិនិយោគទុនខ្លាំងមែនទែនបើសិនជាសិស្សអីអត់ទាន់មានការងារធ្វើគឺគេមើលឃើញថាអ្នកគ្នាគឺជាមនុស្សម្នាក់ដែលអាចចេញមកពីវងតកូលគ្រួសារដែលមានទ្រព្យសម្បត្តិធន
ដូចថាមានទ្រព្យសម្បត្តិច្រើនអីចឹងណាតាគ្នានឹងថ្ងៃគឺគេមើលឃើញថាអ្នកគ្នាគឺជាម្នាក់មានតែម្ដងគឺមានលុយមានកាក់មានការងារមានមុខរបរត្រឹមត្រូវច្បាស់លាស់ហើយក៏ជាមនុស្សម្នាក់ដែលមានលំនឹងនៅក្នុងជីវិតដែរក្នុងការគិតឬក៏ក្នុងការភ្នែករបស់គេគឺគេមើលឃើញថាអ្នកតាគ្នាគឺជាមនុស្សម្នាក់ដែលមានតម្លៃខ្ពស់ខ្លាំងមែនទែនជាមនុស្សម្នាក់ដែលគួរឲ្យគោរពស្ញោចសរសើរហើយក៏ជាមនុស្សម្នាក់ដែលមានភាពច្បាស់លាស់ភាពចាស់ទុំក៏ដូចជាទំនួលខុសត្រូវខ្ពស់ដែរឥឡូវគឺយើងមកឆែកមើលអារម្មណ៍របស់គេចំពោះអ្នកតាគ្នាវិញណាអញ្ចឹងជាមួយនឹងសិលកាត Eight of Pentacles គឺគេមានអារម្មណ៍ថាគេចង់ស្គាល់អ្នកតាគ្នាឲ្យកាន់តែច្បាស់ជាងនឹងឬក៏គេមានអារម្មណ៍ថាតើអ្នកត្រង់នេះគឺត្រូវការពេលវេលាឬក៏ការខិតខំប្រឹងប្រែងបន្តទៀតណាអាចថាមាននរណាគេម្នាក់ដែលនៅជាពាក់ជាពិនជាមួយនឹងអតីតកាលបើមិនគេទេក៏អ្នកតាគ្នាដែរអត់ទាន់បំភ្លេចសង្សារចាស់អត់ទាន់បំភ្លេចអតីតកាលបានទាំងស្រុងទេនៅឈឺចាប់នៅស្ថិតនៅក្នុងដំណាក់កាលនៃការ move on ឬក៏ healing ធ្វើឲ្យរបួសពីអតីតកាលហ្នឹងជាសះស្បើយជាមុនសិនអញ្ចឹងណាឬក៏អាចថាគេអាចនឹងមានជំរើសច្រើនឬក៏អ្នកតាគ្នាមានជំរើសច្រើនឬក៏គេជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការ reply chat ឬក៏និយាយជាមួយឬក៏អ្នកតាគ្នាគឺជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការតបឆាតគេឬក៏ពិបាកចូលទៅចិត្តដោយសារតែអ្នកតាគ្នាមាន trust issue អញ្ចឹងទៅអញ្ចឹងគឺតំណែងរវាងអ្នកតាពីរគឺអាចបែបលក្ខណៈថាអញ្ចឹងហើយសូមបញ្ជាក់ផងដែរថាសម្រាប់ក្រុមទី2នេះគឺជាមនុស្សដែលអ្នកតាគ្នាស្គាល់បាននិយាយឬក៏បានជួបមុខនៅខាងក្រៅឬក៏យ៉ាងហោចណាស់ក៏មាន friend Facebook ជាមួយគ្នាដែរបានឃើញគ្នាបានមើល story គ្នាឬក៏ចាប់អារម្មណ៍គ្នាអីដែរអញ្ចឹងណាមិនមែនជាក្រាស់ដែលអ្នកតាគ្នាលួចស្រឡាញ់គេពីចម្ងាយដោយគេអត់ដឹងថាអ្នកតាគ្នាមានវត្តមាននៅលើពិភពលោកនេះឬក៏អត់ដែលស្គាល់អ្នកតាគ្នាអត់ដែលមាន friend Facebook ឬក៏ទៅមកជួបគ្នាមកឆាវក៏អ្នកតាគ្នាមកមើលកាតនេះគឺអត់ត្រូវទេសូមបញ្ជាក់កន្លែងនេះតិចណាតែមើលទៅគឺគេចង់ស្គាល់អ្នកតាគ្នាបន្ថែមទៀតឲ្យកាន់តែច្បាស់ជាងហ្នឹងព្រោះដោយសារគេគិតថាតំណែងនេះគឺពិតជាត្រូវការពេលវេលាអត់អាចបញ្ញាបញ្ញាទៅណាទេគួរតែសាងអ្វីមួយដែលវារឹងមាំពីគ្រឹះពីដំបូងមកហ្មងព្រោះដោយសារតែគេអត់ចង់សម្រេចចិត្តបែបលក្ខណៈលឿនទេអាចថាគេចង់មើលឃើញថាតំណែងនេះគឺ start ពីមិត្តភ័ក្តិឬក៏ start ពីមើលចិត្តគ្នាដំបូងសិនឬក៏ early stage របៀបថារវាងអ្នកទាំងពីរហ្នឹងគឺអាចនឹងថាមានម្នាក់គឺមាន trust issue មាន past trauma ឬក៏អាចថាពិបាកមែនទែននៅក្នុងការបើកចិត្តនឹងហ្មងគឺពិបាកខ្លាំងហើយក៏អាចមានពេលវេលាដែលរវល់ខ្លាំងមិនសូវមានពេលឲ្យគ្នាក៏ថាបានដែរអញ្ចឹងគឺតំណែងមួយនេះគឺរៀងត្រូវការពេលវេលាហើយក៏មានការពិចារណាវែងឆ្ងាយច្រើនដែរជាមួយនឹងសិលកាត Queen of Swords គេមានអារម្មណ៍ថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលមានភាពវៃឆ្លាតកំណត់ស្តង់ដារឬក៏ព្រំដែនរបស់ខ្លួនឯងដាច់អហង្ការហ្មងហើយមើលទៅជាមនុស្សម្នាក់ដែលពិបាកនៅក្នុងការផ្គាប់ចិត្តឬក៏ជាមនុស្សដែលស្មោះត្រង់ប៉ុន្តែគឺជាមនុស្សដែលមិនងាយទទួលយកតំណែងស្នេហាថ្មីចូលមកអាចថាអ្នកទាំងគ្នាគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាល healing ឬក៏ move on ឬក៏អាចថាសិលកាតនេះគឺបកទៅខាងគេវិញមានន័យថាគឺគេជាមនុស្សម្នាក់ដែលចិត្តដាច់ជាមនុស្សម្នាក់ដែលកំណត់ស្តង់ដារខ្លួនឯងបានច្បាស់លាស់ឬក៏ជាមនុស្សម្នាក់ដែលមិនងាយបើកចិត្តទទួលយកស្នេហាថ្មីចូលមកអញ្ចឹងគឺសិលកាតវាមានជាលក្ខណៈត្រឡប់បើមិនគេទេអ្នកទាំងគ្នាអញ្ចឹងអ្នកទាំងគ្នាស្ថិតនៅក្នុងតំណែងហ្នឹងឬក៏ស្ថានភាពហ្នឹងគឺអ្នកទាំងគ្នាដឹងច្បាស់ហើយថាជានរណាគេឲ្យពិតប្រាកដអញ្ចឹងណាប៉ុន្តែទោះបីណាក៏ដោយគេមានអារម្មណ៍ថាអ្នកទាំងគ្នាហ្នឹងគឺពិបាកចូលច្រើនជាងខ្ញុំគិតថា energy នេះប្រហែលជាអាចទៅខាងគេច្រើនជាងខាងអ្នកទាំងគ្នាណាគេគិតថាអ្នកទាំងគ្នាមិនងាយបើកចិត្តទេអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលគួរឲ្យគោរពហើយជាមនុស្សម្នាក់ដែលមានភាពវៃឆ្លាតមិនងាយចាញ់បោកនរណាគេម្នាក់ទេអញ្ចឹងបើសិនជានរណាគេចូលមកល្មមអ្នកទាំងគ្នាប្រហែលជាគិតថាអូចូលមកបោកទៀតហើយចូលមកញ៉ៃញ៉ៃទៀតហើយចូលហើយក៏ទៅបាត់វិញទៀតហើយរបៀបអញ្ចឹងអញ្ចឹងគឺគេចង់បញ្ជាក់ពីភាពច្បាស់លាស់ពីភាពនឹងថឹងរបស់គេឲ្យទាំងអ្នកទាំងគ្នាបានឃើញបានយល់សិនអញ្ចឹងមានន័យថាអានេះគឺដូច early stage អញ្ចឹងគេចង់ឲ្យអ្នកទាំងគ្នាស្គាល់ពីគេឲ្យកាន់តែច្បាស់ហើយគេក៏ចង់ស្គាល់ពីអ្នកទាំងគ្នាឲ្យកាន់តែច្បាស់ជាងនឹងដែរមុននឹងបើកចិត្តហើយណាមួយទៀតខ្ញុំមើលទៅអ្នកទាំងពីរនៅពេលដែលនិយាយគ្នាទៅវិញទៅមកគឺទាំងសងខាងគឺហាក់បីដូចជាប្រុងប្រយ័ត្នពាក្យសម្ដីខ្លាំងមែនទែនហ្មងជាមួយនឹងសិលកាត Queen of Swords នេះខ្លាចប៉ះពាក្យសម្ដីឬក៏ខ្លាចនិយាយអីទៅខុសដោយភាគីម្ខាងទៀតគិតថាអត់មានការគោរពទៅចំពោះគ្នាអីនឹងគឺបែបនឹងមានន័យថាគេហៅថារៀបរឹករៀបពៀណាតែគ្នានៅពេលដែលនិយាយគឺរៀបរឹករៀបពៀខ្លាំងមែនតែនហ្មងជាមួយនឹងសិលកាត Queen of Swords នេះជាមួយនឹងសិលកាត Seven of Cups នេះគឺគេអាចនឹងជាមនុស្សម្នាក់ដែលមានជំរើសច្រើនគួរសមដែរនៅក្នុងរឿងស្នេហាប្រហែលជាគេជាមនុស្សម្នាក់ដែលមានរូបរាងសង្ហាឬក៏បើមនុស្សស្រីវិញគឺជាមនុស្សស្រីដែលមានភាពតាក់ទាញឬក៏ជាមនុស្សដែលមានភាពស្រស់ស្អាតអីចឹងណាបើមនុស្សប្រុសគឺសង្ហា
មើលទៅញញឹមស្រស់ខ្លាំងមែនទែនហ្មងបែបលក្ខណៈចឹងទៅគឺគេរៀងមានជំរើសគួរសមដែរមានភាពតាក់ទាញរបស់គេដែរចឹងណាហើយគេអាចនឹងមានអារម្មណ៍បែបលក្ខណៈច្បុកច្បល់ហើយអត់ប្រកបវិជ្ជាទេរបៀបថាមិនដឹងថាគួរធ្វើបែបណាមិនដឹងគួរតាក់ទងអ្នកទាំងគ្នាមិនមិនដឹងចាប់ផ្ដើមពីចំណុចណាទៅចំណុចណីអីចឹងណាគឺរៀងស្ទាក់ស្ទើរច្បុកច្បល់ហើយរៀងប្រើការគិតឬក៏ភាពសម័យច្រើនជាងអញ្ចឹងគឺអារម្មណ៍គេពេលនេះគឺអត់ទាន់បានស្រឡាញ់អ្នកទាំងគ្នាឬក៏ចាប់អារម្មណ៍ខ្លាំងទេតែគ្រាន់តែថាគេចង់ដឹងពីអ្នកទាំងគ្នាបន្ថែមទៀតគេចង់ឲ្យតំណែងហ្នឹងវាវិវត្តទៅល្អជាងហ្នឹងណាមានន័យថាឥឡូវហ្នឹងអាចអ្នកទាំងគ្នាត្រឹមតែជាមនុស្សម្នាក់ដែលនិយាយលេងជាមួយគេឆាតជាមួយគេធម្មតាទេឬក៏អាចត្រឹមតែ situationship ជាមួយគេ talking stage ជាមួយគេឬក៏អ្នកស្គាល់គ្នាឬក៏ពួកម៉ាក់គ្នាអីចឹងចុះឬក៏ក្រុមការងារអីចឹងអញ្ចឹងគឺគេអត់ទាន់កំណត់ថាអ្នកទាំងគ្នានឹងត្រូវតែជាគូរបស់គេត្រូវតែស្ថិតនៅក្នុង relationship ជាមួយគេឬក៏មិនជាទេព្រោះដោយសារពេលនេះអារម្មណ៍គេច្បុកច្បល់ណាមួយគេក៏អាចជាមនុស្សម្នាក់ដែលមានជំរើសច្រើនអញ្ចឹងផងទៅគេនឹងជ្រើសរើសមួយណាចោលមួយណាពេលខ្លះជំរើសនោះមិនប្រកាសថាជាមនុស្សហើយអ្នកទាំងគ្នាអាចជាទំនួលខុសត្រូវការងារការរៀនសូត្រឬក៏មុខរបររស់ស៊ីរបស់គេដែលគេត្រូវដោះស្រាយដែលគេត្រូវមានទំនួលខុសត្រូវច្រើនដែលគេត្រូវរ៉ាប់រងអីចឹងទៅក៏ថាបានដែរអញ្ចឹងដោយសារតែគេអត់ទាន់ច្បាស់លាស់នៅមានភាពស្ទាក់ស្ទើរនៅឡើយគឺគេអត់ទាន់ហ៊ានចូលមក 100% ទេណាមួយក៏គេកំពុងតែព្យាយាមអង្កេតមើលអ្នកទាំងគ្នាដែរអញ្ចឹងណាថាអ្នកគ្នាគឺជាមនុស្សបែបណាឲ្យប្រកបជាមនុស្សបែបដូចដែលគេគិតមែនអត់បើតាមមើលទៅសម្រស់ក៏គួរសមភាពវៃឆ្លាតក៏ល្អហើយការងារឬក៏មុខរបរគ្រួសារអីក៏ល្អដែររបៀបអញ្ចឹងណាគឺគេមើលឃើញបែបហ្នឹងអញ្ចឹងគឺគេគួរតែបើកចិត្តឬមិនបើកចិត្តខ្ញុំមើលទៅបុគ្គលម្នាក់នេះគឺអាចនឹងបើកចិត្តជាមួយនឹងអ្នកទាំងគ្នាច្រើនជាងអត់បើកចិត្តតែគ្រាន់ថាពេលនេះគឺអត់ទាន់បានស្រឡាញ់យើងទេព្រោះដោយសារអត់មានស្លឹកកាតបង្ហាញពីសេចក្តីស្រឡាញ់បែបលក្ខណៈជ្រាលជ្រៅមកកាន់យើងទេគ្រាន់តែថា early stage ឬក៏ stage ដំបូងអញ្ចឹងគឺអាចនឹងធ្វើឲ្យគេមានអារម្មណ៍រៀងច្បុកច្បល់រៀងអត់សូវច្បាស់លាស់ថាពេញចិត្តឬមិនពេញចិត្តទេតែបើតាមខ្ញុំមើលទៅគេអាចនឹងចូលចិត្តអ្នកទាំងគ្នាអាចនឹងមានអារម្មណ៍ល្អជាមួយអ្នកទាំងគ្នាឬក៏ចាប់អារម្មណ៍អ្នកទាំងគ្នាហើយប៉ុន្តែបើស្រឡាញ់អត់ទាន់មានទេនៅក្នុងនេះណាស្លឹកកាដមេជិកសៀននេះមើលទៅគេហាក់បីដូចជាចង់សាកល្បងឬក៏ចង់មើលថាតើតំណែងនឹងអាចរីកចម្រើនបានទៅដល់ណាអត់លើពីមិត្តភ័ក្តិលើពីក្រុមការងារលើពី friend Facebook អត់អីចឹងណាមើលទៅគេអាចនឹងថ្ងៃណាមួយគេរៀងមានទំនុកចិត្តឬក៏មានភាពច្បាស់លាស់ជាងនឹងគឺគេអាចនឹងឆាតមកអ្នកទាំងគ្នាឬក៏ចង់ចាប់ផ្ដើមធ្វើសកម្មភាពជាមួយនឹងអ្នកទាំងគ្នាក៏ថាបានដែរឬក៏ពីមុនមកគេឆាតមួយអ្នកទាំងគ្នាប៉ុន្តែឆាតបែបលក្ខណៈអត់ទាន់ចូលជម្រៅបែបលក្ខណៈ romantic ឬក៏ស្នេហាតែក្រោយមកទៀតគឺគេចង់ចាប់ផ្ដើមឆាតបែបលក្ខណៈញេះញងញ៉ែអ្នកទាំងគ្នាម្ដងមើលតើមើលកើតការអត់ចាំមើលទៅរួចអត់អីចឹងគឺគេចង់តេស្តចង់សាកល្បងអ្នកទាំងគ្នានិយាយទៅគឺចង់បង្កើតទំនាក់ទំនងល្អៗជាមួយនឹងអ្នកទាំងគ្នាជាមុនសិនណាមុននឹងចាប់ផ្ដើមបង្កើត relationship ជាមួយគ្នាប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចនៅក្នុងនេះគឺខ្ញុំអត់បានមើលដល់ស៊ីជម្រៅថានៅថ្ងៃអនាគតអ្នកទាំងគ្នាអាចនឹងមាន relationship ជាមួយគ្នាឬក៏អត់ទេខ្ញុំអត់ដឹងទេព្រោះដោយសារខ្ញុំគ្រាន់តែមើលពីការគិតរបស់គេហើយនឹងអារម្មណ៍របស់គេទេអញ្ចឹងបើសិនជាអ្នកគ្នាចង់ដឹងច្បាស់ពីគេគឺអ្នកទាំងគ្នាអាច contact មកខ្ញុំបានតាមរយៈ QR ដែលខ្ញុំបានដាក់នៅដើមវីដេអូហ្នឹងណាគឺអ្នកទាំងគ្នាអាចមើលតាមហ្នឹងទៅគឺយើងដឹងច្បាស់តែបើថាក្នុងវីដេអូនេះគឺពេលដែលផុសទៅគឺមានមនុស្សជាច្រើនមើលអញ្ចឹងវាត្រូវជាមួយនឹង energy ជាច្រើនមិនប្រកាសថាជាសាច់រឿងរបស់អ្នកទាំងគ្នាទេអញ្ចឹងបើត្រូវបានប្រមាណភាគរយក៏អ្នកទាំងគ្នាយកប៉ុណ្ណឹងភាគរយទៅព្រោះដោយសារវីដេអូនេះគឺគ្រាន់តែជាការធ្វើបែបលក្ខណៈ entertainment ទេណាក្រុមទី2គឺខ្ញុំអស់អីនិយាយហើយជូនពរឲ្យអ្នកទាំងគ្នាទទួលបានសុខភាពល្អជួបគ្នានៅវីដេអូក្រោយបាយបាយសួស្តីក្រុមទី3អ្នកដែលជ្រើសរើសរូបឆ្មាជាមួយនឹងផ្កាកលាបបើតាមខ្ញុំមើល energy របស់ក្រាស់របស់អ្នកទាំងគ្នាខ្ញុំមានអារម្មណ៍ថាអ្នកទាំងគ្នាកំពុងតែក្រាស់អិចរបស់ខ្លួនឯងឬក៏នៅតែស្រឡាញ់សង្សារចាស់របស់ខ្លួនឯងអញ្ចឹងណាតែបើសិនជាអ្នកទាំងគ្នាស្ដាប់ហើយមានអារម្មណ៍ថាអូខ្ញុំអត់បានស្រឡាញ់សង្សារចាស់របស់ខ្ញុំទេអាចទៅជ្រើសរើសក្រុមទី1និងក្រុមទី2បានក្រុមទី3មិនមែនសម្រាប់អ្នកទាំងគ្នាទេព្រោះដោយសារខ្ញុំបានឆែកមើល energy ច្បាស់ហើយគឺក្រុមទី3នេះអាចនឹងជាមនុស្សដែលកំពុងតែក្រាស់សង្សារចាស់របស់ខ្លួនឯងនៅឡើយទេមានន័យថាបែកគ្នាដាច់ស្រេចគ្នាហើយអស់ហើយប៉ុន្តែនៅលួចមើលគេនៅក្រាស់គេនៅចាំគេនៅចង់បានគេត្រឡប់មកវិញអីចឹងឥឡូវគឺយើងមកឆែកមើលតើគាត់មានអារម្មណ៍បែបណាចំពោះអ្នកទាំងគ្នាហើយគាត់គិតថាអ្នកទាំងគ្នានឹងគឺជាមនុស្សបែបណាដែរឥឡូវហ្នឹងស្លឹកកា The World នេះគឺមានន័យថារវាងអ្នកទាំងពីរគឺបាន
ចាប់ដាច់សាច់គ្នារួចមកហើយគឺអត់មានអីពាក់ព័ន្ធគ្នាទៀតទេហើយគេមើលឃើញថាបន្ទាប់ពីការបែកបាក់គ្នាគឺអ្នកទាំងគ្នាផ្លាស់ប្ដូរ160ដឺក្រេតែម្ដងឬក៏អាចនិយាយបានថា180ដឺក្រេហ្មងណាមានថាអ្នកទាំងគ្នាចាប់ផ្ដើមមានភាពចាស់ទុំជាងមុនមានចំណេះដឹងឬក៏ទស្សនៈទូលំទូលាយជាងមុនណាបើតាមខ្ញុំមើលទៅអ្នកទាំងអស់គ្នាគឺអាចនឹងមានរយៈចម្ងាយឆ្ងាយពីគ្នាបច្ចុប្បន្នភាពអាចថាម្នាក់នៅប្រទេសក្រៅនៅម្នាក់នៅស្រុកខ្មែរឬក៏ម្នាក់ទៀតនៅប្រទេសក្រៅឬក៏នៅតំបន់ផ្សេងគ្នាខេត្តផ្សេងគ្នាឆ្ងាយពីគ្នារបៀបអីចឹងក៏ថាបានដែរហើយអាចថាគេមើលទៅអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលធំពេញវ័យពេញលេងហើយដូចកាលពីគេនៅតាក់តងដបងទេអាចលែកលក់ឬក៏ញ៉ៃញ៉ៃដូចកូនក្មេងចឹងឥឡូវគឺអ្នកទាំងគ្នាមានកូនតម្លៃផ្ទាល់ខ្លួនគេមើលឃើញថាអ្នកទាំងគ្នាអាចនឹងឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិតរបស់អ្នកទាំងគ្នាអាចនឹងទទួលបានបទពិសោធន៍ឬក៏មេរៀនឬក៏ចំណេះដឹងឬក៏ជំនាញអីមួយដែលច្បាស់លាស់ដែលធ្វើឲ្យជីវិតរបស់អ្នកទាំងគ្នាមើលទៅដូចជាប្រសើរឬក៏ល្អជាងមុនណាជាងពេលដែលគេកំពុងតែនៅជាមួយនឹងអ្នកទាំងគ្នាក៏មើលឃើញថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលងាយឲ្យអ្នកដទៃគោរពឲ្យតម្លៃហើយនឹងកោតសរសើរពីទេពកោសល្យឬក៏ចំណេះដឹងរបស់អ្នកទាំងគ្នាខ្លាំងមែនទែនអាចថាជាមនុស្សម្នាក់ដែលមានគុណតម្លៃផ្ទាល់ខ្លួនជាមនុស្សដែលមានគុណធម៌ឬក៏សិលធម៌នៅក្នុងសង្គមដែលធ្វើឲ្យសង្គមនឹងចាប់អារម្មណ៍អ្នកទាំងគ្នាឬក៏ធ្វើឲ្យសង្គមរបស់អ្នកទាំងគ្នានឹងគឺចូលចិត្តឬក៏កោតសរសើរហើយឲ្យតម្លៃអ្នកទាំងគ្នាខ្លាំងណាស់ហើយអ្វីដែលសំខាន់គឺគេមើលឃើញថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលសម្រេចបានផលជាច្រើននៅក្នុងជីវិតទេមានន័យថាទទួលបានសញ្ញាបត្រទទួលបានសរសើរទទួលបានមេដាយមាសឬក៏ទទួលបានដូចជាការងារច្បាស់លាស់ជំនាញច្បាស់លាស់ក៏ដូចជាមុខរបរអីមួយច្បាស់លាស់ដែលធ្វើឲ្យជីវិតបានអ្នកទាំងគ្នាវាប្រសើរជាងមុនឆ្ងាយខ្លាំងមែនទែនមើលទៅគឺអ្នកទាំងគ្នាផ្លាស់ប្ដូរខ្លាំងមែនទែនសម្រាប់គេជាមួយសិលកាដូម៉ូននេះគេមើលថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលអាចកំបាំងជាមនុស្សម្នាក់ដែលពិបាកយល់ចិត្តពិបាកដឹងពីជំរឿចិត្តរបស់អ្នកទាំងគ្នាតើអារម្មណ៍អ្នកទាំងគ្នាចំពោះគេឥឡូវហ្នឹងមិនហើយបាត់បង់ឬក៏នៅស្រឡាញ់គេដូចមុននៅនឹកគេអត់នៅទទួលយកគេបានអត់ឬក៏មិនគឺគេមើលលេងធ្លុះឲ្យពីមុនមកអាចថាអ្នកទាំងគ្នាស្រឡាញ់គេខ្លាំងអត់គេអត់បានហើយនៅតែរងចាំគេឬក៏មិនងាយ move on ពីគេអីចឹងណាតែទោះបីយ៉ាងណាក៏ដោយក៏អ្នកទាំងគ្នាព្យាយាមលាក់អារម្មណ៍របស់អ្នកទាំងគ្នាដែរមិនឲ្យគេដឹងច្បាស់ពីអារម្មណ៍របស់អ្នកទាំងគ្នាអីចឹងហើយអ្នកទាំងគ្នាអាចជាមនុស្សម្នាក់ដែលស្រឡាញ់ privacy របស់ខ្លួនឯងខ្លាំងមែនទែនអញ្ចឹងមិនងាយ share អីមួយទៅលើ social media ឲ្យអ្នកដទៃបានឃើញបានដឹងទេហើយពេលខ្លះទៀតគេមានអារម្មណ៍ថាតើអារម្មណ៍របស់អ្នកទាំងគ្នានឹងយ៉ាងម៉េចដែរចំពោះគេឥឡូវហ្នឹងគឺគេពិតជាចង់ដឹងចង់ស្វែងយល់បន្ថែមទៀតតើអ្នកគ្នាមានរឿងអីកើតឡើងខ្លះចំពោះជីវិតរបស់អ្នកទាំងគ្នាអ្វីដែលសំខាន់ទោះបីគេមើលឃើញថាអ្នកគ្នាអាចនឹងចាស់ទុំជាងមុនល្អជាងមុនមែនក៏ដោយប៉ុន្តែចំណុចមួយចំនួនគឺគេនៅតែគិតថាអ្នកទាំងគ្នាអាចនឹងកំពុងតែគិតច្បោកច្បល់ខ្លាំងមែនទែននៅក្នុងជីវិតឬក៏អាចនឹងមានអារម្មណ៍ថាជាមនុស្សម្នាក់ដែលងាយរងប៉ះទង្គិចខាងផ្លូវអារម្មណ៍ sensitive នឹងឯងឆាប់រំជើបរំជួលចិត្តឆាប់ឈឺចាប់ឆាប់សប្បាយចិត្តឆាប់ទទួលបានអារម្មណ៍អីមួយគេនៅតែគិតថាអ្នកទាំងគ្នានៅតែ sensitive ដូចដើមអញ្ចឹងគេគិតថាអញ្ចឹងជាមួយនឹងសិលកា Two of Cup នេះទោះបីរឿងរ៉ាវរវាងអ្នកទាំងពីរគឺបានបញ្ចប់រួចដាច់ស្រេចទៅហើយក៏គេនៅតែមានអារម្មណ៍ល្អចំពោះអ្នកទាំងអស់គ្នាដែរអាចថាគេនៅតែស្រឡាញ់គេអាចនៅនឹកនាអ្នកទាំងអស់គ្នាឬក៏គេនៅតែចាប់ទុកថាអ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលធ្លាប់មានតំណែងស្នេហាដ៏ជ្រាលជ្រៅជាមួយនឹងគេនិយាយមកទៅគឺគេចាប់ទុកយើងហាក់បីដូចជា twin flame របស់គេអញ្ចឹងដែលអារម្មណ៍ហ្នឹងគឺវាដក់ជាប់នៅក្នុងខួរក្បាលគេជានិច្ចទោះបីថាគេមានអ្នកផ្សេងទោះបីគេទៅដល់ណាក៏គេនៅតែនឹកនាអ្នកទាំងគ្នាដែរតែគ្រាន់តែថាការនឹកនារបស់មនុស្សផ្សេងគ្នាអ្នកខ្លះនឹកនាយើងគឺគេបញ្ចេញសកម្មភាពដើម្បីចង់ឲ្យយើងត្រឡប់ចូលទៅក្នុងជីវិតរបស់គេតែអ្នកខ្លះទៀតនឹកនាយើងប៉ុន្តែគេកាន់តែនឹកកាន់តែស្ងប់ស្ងាត់អីចឹងណាតែបុគ្គលម្នាក់នេះខ្ញុំមើលឃើញថាកាន់តែនឹកកាន់តែស្ងប់ស្ងាត់អីចឹងទៅអញ្ចឹង Two of Cup នេះគឺតំណាងឲ្យ twin flame នៅក្នុងភាសាខ្មែរចង់បានន័យថាដួងវិញ្ញាណមួយនៅក្នុងខ្លួនមនុស្សពីរនាក់ដែលមនុស្សពីរនាក់នឹងមានអត្តចរិតផាកផែគ្នាមានធាតុស្រដៀងគ្នាឬក៏មានការគិតមានចំណង់ចំណូលចិត្តឬក៏មានអារម្មណ៍ស្នេហានឹងគឺដូចគ្នាបែបលក្ខណៈចឹងដូចជាកញ្ចក់ដែលឆ្លុះគ្នាទៅវិញទៅមកហ្នឹងអ្នកទាំងគ្នាអញ្ចឹងនៅពេលដែលគេជួបអ្នកទាំងគ្នានៅក្នុងរឿងស្នេហាគឺអ្នកទាំងគ្នាបានបង្រៀនគេច្រើនមែនទែនជាពិសេសគឺបានបង្រៀនគេឲ្យស្គាល់ថាអ្វីទៅគឺជាស្នេហាពិតប្រាកដដែលចេញមកពីបេះដូង
trong việc tại tất cả cứ bộ côn nè nó cứ thua slang nè tất nhiên off bị bể đôn hay nè tất nhiên có thua slang cái off bị bể đôn đây hay là nó cứ cái mưa khơi tha nè tất nhiên cứ chia mình nè đã nghe không cả bằng cao nè nó lo cho mình mình trong vinh luôn rồi có ai này vậy tha chia mình nè đã vô cho tộc đã ta lơ mình trong vinh luôn chặt ban chạy take care chạy prôi bám rồi có ai vậy ban tha chia mình đại miên phiệp ru rê đẹp đẹp khăng mình tên friendly khăng áแบบlại cái nạn chân đập cái nó tầm mới khơi tha nè tất nhiên cứ chia mình nè đại miên phiệp smart strong chạy vô chặt cái đã chặt an hay có chia mình nè đại nghe đừng cho sầm rong rồi có xa chop cho mùi nâng tầm nè tầm nông cho mùi nông mình trong vinh luôn ban dạng là ó mê thay nè tất nhiên cứ chia mình nè đại sweet romantic hay bậc cao take care khăng mình tên mong chặt tôn plon hay bằng giấy pi kê với ngá nè tập ní cứ chỉ thay bậc kê tại đâu mà ta còn là the rương ra việc bạn mình chọc hai tụi bay nè cái đó có thờ tài mua on tụi bay nè cái đó có thờ tài bấm plek ở tay ta ca thấy chọc đam chỉ vật sai chỉ tham mày đây này giấy rôm tớ tên nè tên nông rồi việc nè tầng pi sầm rập kê cứ chia tên nè tên nông đo o khăng mình tên nè tên nông đặt đo mê riêng chỉ vật cu đo kê tên nè tên nông đặt bằng riêng này kê score pi snai ha bật muối hay có chia tên nè tên nông muối đại ban bằng riêng kê ai score pi cầm hô ai score pi con nằm lấy rồi bật luôn anh đây ai score pi luôn anh càng để chụp ta tiền hay có chia tên nè tên nông muối đại miền này khăng mình tên nó không chỉ vật bậc kê đại kê mình ai bấm plek ban tê tụi bay từ ngày cái đầu tiết kê mình nẹp xén có kê nơi tại trong trăm đại đặc niên nó không chặt kê đài chỉ mới nước sờ cát thu of cup ní hết mình này thả rắm sờ lạnh nước cô vi chơi hay thông thêm khăng mình tên đôi mà hai sờ một này ai sờ cát king of pentacles kê mơ mà này đặc niên thay chim nương nè đại miền therapy cup này đây và thô miền lùm nắng nó không chỉ vật rồi có ai này dạy bàn tha miền ca nghe cho bà lo rồi có miền một bò trầm trời chẳng hết nè bà sinh trên này đặc niên ọt miền ca nghe ấy rồi có cầm bông tại sắc sắc kê mơ khơi thanh này cái này cứ chim nương nè đại miền lôi rồi có mau pi bông tơ cô nè đại miền drop thôn drop sầm bát ấy chẳng từ hai cái mơ khơi thanh này đặc niên cứ chim nương nè đại cha tung chữ môn bà lo chữ môn hai miền tụm nụ khó trơ bộ khăng mình tênน้องกายพเนบักแก้คือเนี่ยตอนนี้คือเจมหนึ่งเนี่ยแต่มีนก้นน้ำไหลมีนสตองแดให้ก็เจมหนึ่งเนี่ยได้อุตส่าห์เยี่ยมให้อังตกจัดบ้านเหมือนทาแก้หรือก็มันหนึ่งชมวันคล้วนบ้านเนี่ยตอนนี้แต่ให้บอลนักร้องรู้สเน่ให้กับท่านเนี่ยนี่คือเจมหนึ่งเนี่ยได้ซ้อมสำหรับตำแหน่งตนงแบบและขณะยุ่งแหวงโปรดิซาแต่เนี่ยตอนนี้อังนี่บ้านแทนมีนเพียบจัดตุ่มมีนกายโยดังปัวก็โดยเชียเวอร์ไว้มวยได้ไอโอเคไอตกจัดบ้านเนี่ยมีในแทนเรื่องโรซี่เรื่องการเงี้ยก็ยังสมอตรองให้มีตำหนูเขาเตอให้บ่เรื่องสเนฮาเพิ่งคือหน้าตักนี่ก็ชิมหนึ่งเนี่ยได้สมอสมาโมยตัวหลงโมยคือแบบหนึ่งให้เลยนี่ก็ยังมาใช้เมื่อรำบักแก้มาการหน้าตักเนี่ยวิ่งจะโมยนั่งสลักการเดอะเดย์รีเวิร์สตัวใบแทนหน้าตักเนี่ยแบนบังจับดักสลักเล็งแปะปอนเนี่ยให้เอาเฮ้ยบนใต้สำหรับกอดวิ่งคือกอดตอนบ้านดอเล็งแต่ตะการนักบ้านต่างสรงเตไอแทขนมคู่กับบ้าบักกอดคือตัวสกอแทนนั่นคือบ้านแบ่งจับให้เติมหมกเล่งรวยแค่ต่างซองแข้งคือบ้านดาวเจงปีกนี้ให้จับดามจีวัดทำไมเรียงครัวนะใต้ขนมใบดงบักกอดคือเหมือนตอนแต่ตัวสกอแกแบ่งจับนั่งเตะไอทากอดน้ำมีนใส่กระไดสังคมถ้าไงในมุ้ยคือไอมาจูบจมคณีสายจิตทำไมหรือก่อนเนี่ยตักคณีกับแทบบ้านได้หรือก่อนไอในใหญ่บ้านทากอดในจวบจัดหรือก่อนปีกบ่าตัวโยกาแบ่งจับนั่งไอปะฮาจีกัดในเรื่องราวในบ้านการล่างระเวียงเนี่ยตะปีเดี๋ยวได้กัดหรือวิธีกัดโหดได้บรรทอมาเตี้ยเปียรำบักกอดคือสลักกัดฟอร์เป็นคอลกอดคอกเนี่ยประมาณจะมวยนั่งสลักกัดเดอะเดย์ริเวอร์ได้ไม่ในท่ากอดเนื้อแต่การกับอารมณ์นั่งการจองจำตั้งประมาณแปะปอนจะมวยนั่งอนุสาวรีย์ระเวียงเนี่ยตั้งปีคือกอดเนื้อแต่เอากับเศร้าก็ได้สลังมวยนั่งให้ก็มันงี้บางจุดก็บังให้อารมณ์ปัดตะการไหนตักเนี่ยได้ถูกใบทักกอดนั่นนักเนี่ยเนื้อกัดปีไหนตักเนี่ยก็กอดมันบังให้การนักเนี่ยนั่งมาการไหนตักเนี่ยตามระยะการคอนแทคหรือก็ตามระยะการพยาซามาการไหนตักเนี่ยเต็มในถาดอ้อยไหนตักเนี่ยดังจัดตะกอดกับปงแต่หนักจังนั้นเนี่ยกับปงแต่กัดไอจังเตอขนมจัดบักกอดคือไอเมนอารมณ์มวยคือจ้องแหละซาแต่เนี่ยตะน้องหรือก็การจองจำนั่งอ้อยบานทับเทมวยชีวิตบักกอดเมนในท่าเด็ดซาในขนมจัดนะมันเมนเชียเอาไว้ได้เด็ดซาเทียดปัดได้ยมปีบากไปโยนกระไรนี่ติ๊กเมนท่ามันหนึ่งมวยจมูนเป็นตัวปีใบเคลียเฮลยตัวใบยุ่งไหวปัดนะก็โดนแต่จองจำสังสายจัดได้เด็ดซาแต่มันเนี่ยนั่งไอจิตฟินเฟลมมาเยอะหรือก็จิมหนึ่งเนี่ยได้โนนาคือมันไอเงี้ยนั่งจุ่มหนัวเกะแบนนะเฮ้ยจุ่มปัวไอ้บ้านไหนตักเนี่ยคือแบบหนึ่งไม่ในแท้คือไม่โนนาเกะมันเนี่ยไอมาจุ่มหนัวไหนตักเนี่ยบ้านในปัวไหนตักเนี่ยคืออ้อสำหรับกอดไหนตักเนี่ยคือทัวร์รำกอดข้อปีเนี่ยดอไตคือสเป
special ខ្លាំងមែនទែនហើយមានតម្លៃខ្លាំងមែនទែនជាមួយនឹងតំណែងដែលគាត់ធ្លាប់កសាងជាមួយនឹងអ្នកទាំងគ្នាហ្នឹងណាចឹងធ្វើឲ្យគាត់រៀងពិបាកនៅក្នុងការបំភ្លេចប៉ុន្តែទោះបីយ៉ាងណាក៏ដោយគាត់នឹងព្យាយាម move on ហើយគាត់នឹងព្យាយាមដើរទៅមុខជានិច្ចតែគ្រាន់តែថាក្នុងចិត្តរបស់គាត់គឺគាត់នៅតែអោបកសោបនៅតំណែងដែលបានបាត់បង់រួចទៅហើយឬក៏គាត់អាចនឹងនៅចងចាំអនុស្សាវរីយ៍ទាំងប្រមាណហ្នឹងណានៅដកជាប់នៅក្នុងការគិតរបស់គាត់ឬក៏នៅក្នុងចិត្តគាត់នៅឡើយតែចិត្តគាត់គឺគាត់ដឹងច្បាស់ហើយថាมันអាចទៅមុខរួចទេទាំងសងខាងត្រូវទៅដើរផ្លូវរៀងខ្លួនដើម្បីល្អទាំងសងខាងទេប៉ុន្តែគាត់នៅតែអោបកសោបអារម្មណ៍បែបហ្នឹងខ្ញុំពិបាកក្នុងការបញ្យល់មែនតើសង្ឃឹមថាអ្នកទាំងគ្នានឹងយល់នៅអ្វីដែលខ្ញុំចង់និយាយប្រាប់ណាខ្លះក៏អាចនឹងលួចប្រច័ណ្ឌឬក៏ហួងហែងអ្នកទាំងគ្នាក៏ថាបានដែរជាមួយនឹងសិលកាត For Pinnacle នេះទាំងដែលអ្នកទាំងគ្នាគឺបានបញ្ចប់រួចហើយប៉ុន្តែគេអាចនឹងតាម stock មើលអ្នកទាំងគ្នាអញ្ចឹងទៅគឺឃើញអ្នកទាំងគ្នាមានតំណែងថ្មីជាមួយនឹងនរណាគេម្នាក់ឬក៏ឃើញមនុស្សជាច្រើនចាប់អារម្មណ៍អ្នកទាំងគ្នា comment លើអ្នកទាំងគ្នាអីចឹងទៅគឺរៀងមានអារម្មណ៍ថេងក្តៅកាហាយឬក៏អោបកសោបឬក៏ប្រច័ណ្ឌហួងហែងអីចឹងប៉ុន្តែគឺគេអត់បង្ហាញអារម្មណ៍នឹងចេញមកខាងក្រៅឬក៏ឲ្យអ្នកទាំងគ្នាដឹងទេគ្រាន់តែលួចគិតនៅក្នុងចិត្តតែម្នាក់ឯងអីម្នាក់ឯងអីចឹងណាសិលកា Ten of Cups គឺគាត់នៅតែនឹកនាដល់អនុស្សាវរីយ៍កន្លងមកដែលធ្លាប់នៅជាមួយគ្នាហើយគឺពេលវេលាដែលនៅជាមួយគ្នានឹងគឺជាពេលវេលាមួយដែលពោពេញទៅដោយសេចក្តីសុខដោយពោពេញទៅដោយសេចក្តីរីករាយឬក៏សុភមង្គលនៅក្នុងចិត្តគាត់ខ្លាំងមែនទែនមិនថាពេលហ្នឹងមានរឿងអីកើតឡើងរវាងអ្នកទាំងគ្នាក៏ដោយតែពេលនេះគឺគេចងចាំតែអនុស្សាវរីយ៍ល្អៗរវាងអ្នកទាំងពីរគឺគេអត់ចង់យកអនុស្សាវរីយ៍ដែលមិនល្អឬក៏ការឈឺចាប់ទាំងប្រមាណយកមកគិតទេតែគឺគេបានគិតនៅអារម្មណ៍ល្អៗដែលគេធ្លាប់ឲ្យអ្នកទាំងគ្នាឬក៏អារម្មណ៍ល្អៗដែលអ្នកទាំងគ្នាធ្លាប់ឲ្យទៅគេតំណែងរវាងអ្នកទាំងពីរគឺពិសេសពិសាសម្រាប់គេខ្លាំងមែនទែនគេអាចនឹងចាប់ទុកអ្នកទាំងគ្នាគឺជាផ្នែកមួយនៃជីវិតរបស់គេជាមនុស្សដែលសំខាន់ខ្លាំងមែនទែននៅក្នុងជីវិតរបស់គេឬក៏ជាផ្នែកមួយនៃគ្រួសាររបស់គេអាចថាពីមុនមកអ្នកទាំងគ្នាអាចនឹងត្រឹមតែជាសង្សារប៉ុន្តែការរួមរស់នៅជាមួយគ្នាឬក៏ការរួមទុករួមសុខរវាងអ្នកទាំងពីរហ្នឹងគឺវាហាក់បីដូចជាប្តីប្រពន្ធណាប៉ុន្តែអ្នកខ្លះគឺអាចនឹងមានចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាហើយតែពេលនេះអាចនឹងលែងលះឬក៏លែងនិយាយគ្នាឬក៏លែងខ្វល់ពីគ្នាអីចឹងទៅគឺគេនៅតែនឹកនាគ្រាកន្លងដែលបានកសាងអនុស្សាវរីយ៍រវាងអ្នកទាំងពីរធ្លាប់ឆ្លងកាត់ឧបសគ្គជាមួយគ្នាធ្លាប់មានអនុស្សាវរីយ៍បែបលក្ខណៈជូរចត់ហើយក៏បែបលក្ខណៈសប្បាយរីករាយប៉ុន្តែទោះបីណាក៏ដោយគឺគេចងចាំតែអ្វីដែលអ្នកទាំងគ្នាធ្លាប់ផ្ដល់ឲ្យគេគឺសុភមង្គលភាពរីករាយនិងភាពកក់ក្ដៅមានន័យថាអ្នកទាំងគ្នាគឺបានចាប់ទុកគេជាផ្នែកមួយនៃគ្រួសារហើយគេក៏បានចាប់ទុកអ្នកទាំងគ្នាគឺជាផ្នែកមួយនៃគ្រួសាររបស់គេដែរដែលគេនៅចិត្តហើយគេមានអារម្មណ៍ថាល្អមានអារម្មណ៍ថាទទួលបានក្តីស្រឡាញ់ពេញលេញហើយទទួលបានភាពកក់ក្ដៅខ្លាំងមែនទែនហ្មងម្លងពេលដែលគេតាក់ទងជាមួយនឹងអ្នកទាំងគ្នាចុះអនុស្សាវរីយ៍ទាំងអស់ហ្នឹងគឺនៅតែដកជាប់នៅក្នុងចិត្តរបស់គេក៏ដូចជានៅក្នុងការគិតរបស់គេហើយគ្រប់ពេលដែលគេគិតគឺគេគិតទៅដល់អនុស្សាវរីយ៍ដែលល្អច្រើនជាអនុស្សាវរីយ៍ដែលមិនល្អឬក៏ការឈឺចាប់តាំងប្រមាណដែលបានកើតឡើងរវាងអ្នកទាំងពីរវិញណានៅស្លាកែ For Ocean នេះបង្ហាញថាទោះបីថាគាត់នៅនឹកនាអ្នកទាំងគ្នានៅស្រឡាញ់អ្នកទាំងគ្នាឬក៏នៅខ្វាយខ្វល់ឬក៏បារម្ភពីអ្នកទាំងគ្នាក៏ដូចជានឹកនាអនុស្សាវរីយ៍ល្អៗតាំងប្រមាណមិនក៏ដោយប៉ុន្តែសម្រាប់គាត់គឺគាត់នៅតែជ្រើសរើសដើរដំណើរតទៅមុខទៀតដល់អត់ងាកក្រោយទេណាមួយក៏ខ្ញុំបាន check energy នេះដែរមានថាទោះបីនឹកនាក៏មិនប្រាប់ហើយក៏មិនត្រឡប់មកវិញដែរចង់ដើរផ្លូវរៀងៗខ្លួនឬក៏គាត់មិនហ៊ានត្រឡប់មកវិញខ្លាចធ្វើឲ្យអ្នកទាំងគ្នាឈឺចាប់សាច់ជាថ្មីឬក៏ខ្លាចស្នេហានឹងទៅមុខអត់រួចអីចឹងណាឬក៏គាត់មាននរណាគេផ្សេងអីចឹងទៅប៉ុន្តែនៅក្នុងការចងចាំរបស់គាត់គឺអ្នកទាំងគ្នាគឺ the best ហ្មងបែបលក្ខណៈចឹងអញ្ចឹងគឺពេលនេះគឺគាត់រក្សាកម្លាតគាត់រក្សាភាពស្ងប់ស្ងាត់ហើយគិតពិចារណាខ្លាំងមែនទែនជាមួយនឹងអ្នកទាំងគ្នាគាត់អត់ចង់ធ្វើសកម្មភាពអីភ្លាមៗទេប្រហែលជាគាត់ត្រូវការពេលវេលាដើម្បីរៀបចំអារម្មណ៍និងគំនិតខ្លួនឯងឲ្យបានច្បាស់លាស់ហ่ะប៉ុន្តែបើតាមខ្ញុំមើលការបន្តទៀតតែខ្ញុំអត់បានបង្ហាញនៅក្នុងនេះទេណាខ្ញុំមានអារម្មណ៍ថាគឺគាត់ដើរចេញពីអតីតកាលហើយទោះបីនៅក្នុងចិត្តរបស់គាត់គឺពិបាកនៅក្នុងការប្រឡែងឬក៏ដោះលែងអ្នកទាំងគ្នាមែនក៏ដោយប៉ុន្តែគាត់នៅតែគិតបែបលក្ខណៈស៊ីជម្រៅឬក៏គិតបែបលក្ខណៈប៉ិតប្រកប logic មានន័យថាធៀបប៉ិតគឺពួកយើងទាំងពីរនាក់គឺបានបញ្ចប់ហើយអញ្ចឹងគឺខ្ញុំត្រូវតែ move on ដើរទៅមុខហើយគិតគូរអនាគតខ្ញុំតទៅមុខទៀតដោយអត់រស់នៅជាមួយនឹងអតីតកាលទេអញ្ចឹងគឺគេមើលឃើញអ្នកទាំងគ្នារស់នៅដោយគ្មានគេហ្នឹងគឺសប្បាយរីករាយហើយមានការអបអរសាទរហើយអ្នកទាំងគ្នាគឺបានជោគជ័យនៅក្នុងជីវិតមកច្រើនហើយអញ្ចឹងគឺគេអត់ចង់ចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាសារជាថ្មីដើម្បីមកបំផ្លាញសេចក្តីសម័យឬក៏សេចក្តីស្រឡាញ់របស់អ្នកទាំងគ្នាទៀតទេឬក៏ធ្វើឲ្យអ្នកទាំងគ្នាឈឺចាប់ជាលើកទី2ទី3ទៀតទេគឺគេអត់ចង់ទៀតទេអញ្ចឹងគឺគេជូនពរទៅឲ្យអ្នកទាំងគ្នាហ្នឹងរស់នៅដោយមានសេចក្តីសុខសុភមង្គលនិងភាពរីករាយនិងភាពរីកចម្រើនអីចឹងណាអញ្ចឹងគឺគេជ្រើសរើសថានឹងរក្សាកម្លាតពីអ្នកទាំងគ្នាដោយ
គ្រាន់តែនឹកអ្នកទាំងគ្នាពីចម្ងាយក៏អូខេដែរបែបលក្ខណៈចឹងគេមិនថាអ្នកទាំងគ្នាក៏ដោយ energy មួយនេះគឺខ្ញុំសូមប្រាប់អ្នកគ្នាថាកុំរស់នៅជាមួយនឹងអតីតកាលអីគួរតែដោះលែងអតីតកាលទៅហើយចាប់ផ្ដើមជីវិតសាជាថ្មីនៅក្នុងបច្ចុប្បន្នកាលហើយក៏កុំព្រួយបារម្ភពេកជាមួយនឹងអនាគតថាអាចនឹងមានរឿងអីកើតឡើងចំពោះអ្នកទាំងគ្នាចឹងណាមានថាយើងរស់នៅបច្ចុប្បន្នភាពឲ្យបានល្អរស់នៅឲ្យសប្បាយចិត្តឲ្យមានសុភមង្គលទៅអញ្ចឹងគឺក្រុមទី3គឺខ្ញុំអស់អីនិយាយហើយជូនពរឲ្យអ្នកទាំងគ្នាទទួលបានសុខសុវត្ថិភាពមានសេចក្តីសុខផ្លូវចិត្តផ្លូវកាយហើយទទួលបានភាពរីកចម្រើនក៏ដូចជាភាពជោគជ័យអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ